សូមជូនរឿងក្អែកមួយក្អែក10កាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដៃខ្លួនអាខូចចុះអាចច្បាញ់ដាក់ពេញពាងមួយហើយយកអាចច្បាញ់លាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកាំបិតមួយផ្លែពុនចង្កេះអកកំបោដងពុនកដៃស្រោមធំវែងមួយលុកអាខិលស្ពីកាំបិតនោះដើរទៅលក់អាខូចក៏ពុនពាងអាចច្បាញ់នោះដើរទៅលក់ដែរអាខិលទៅទីពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនេះថាអ្នកអើយទិញផ្អករបស់ខ្ញុំយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតលតែលក់ដាវដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រកល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រយ័ត្នហូតមើលបើហូតតែព្រើលសោកតែវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមហូបណាក់គុំអីខ្ញុំមិនដូរទេអាខូចក៏ប្រកល់ពាងអាចស្អុយទៅអាខិលហើយហាមថាផ្អកខ្ញុំនេះក៏ល្អដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអែលបើកមើលក្រែងវាស្អុយរួយបាញ់ក្រែងវាធំខ្មើស៊ីមិនតន់អោបវាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីឆៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរលខ្លួនហើយទឿនប្រពន្ធថាដណ្ដំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផកចៅគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាបើប្តីចេះធ្វើកាំបិតដូរផ្អកស្ទុះផ្លេតទៅយកចានដួសបាយហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកាំបិតកោះអាចឆ្មាញ់នោះរបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃកន្មានក៏លិតផ្លប់ភ្លក់មើលងើបមុខឡើងលើថាយីផ្អកចៅអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏គិតក៏ខ្វក់មាត់ផងយ៉ាងនឹងធ្វើផ្អកត្រីអ្វីអាប្តីថាក្រែងត្រីពោប្រពន្ធក៏លុកគោរោរកក្បាលលុកបានពាក់កណ្ដាលក្អួតចង្អោយជាង20វើកដឹងចេកជាអាចមិនណែផ្អកបក់បន្ទោះស្ទើមិនចាស់ស្ដើមឆ្អរំលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបាងដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំពេចគេចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសាយទាំងពីរនាក់សាយឲ្យប្រាប់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញតែបបួលវាធ្វើសម្លាញ់ក្រនរកស៊ីពីរនាក់នឹងបានញះប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដារពីនាយសាយពព្រានិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើក្លើដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ចរាឈឺស្លាប់គេដាក់ក្នុងក្តារមឈរបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរសើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរគិតគ្នាថាឯងត្រូវក្លែងសម្ពុតមួយច្បាប់តែប្រាប់ថាសម្ពុតសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលោបចូលដេកក្នុងមឈរអំពីលើខ្មោចសេដ្ឋីតនឹងឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងល្បិតភ្នែកខំសម្លឹងប្រឹងឆ្ងោកមើលក្រែងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើររកក្រដាស់បានធ្វើសម្ពុតកន្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្ពុតអំពីមហាសេដ្ឋីប្រាប់មកថាចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវឪពុកចរាហើយកូនអាយចូលទៅយកទ្រព្យរបស់ទុកចាយឲ្យសប្បាយចិត្តចុះកូនសេដ្ឋីកូនភ្លាមទៅស្រែកឪពុកអាខិលឆ្លើយថាកូនសួរថាឪពុកបានឲ្យសម្ពុតទៅកូនធម៌មកយកទ្រព្យមែនឬអាខិលឆ្លើយថាកូនអញឈ្មោះអាខិលវាមកហើយឬកូនឆ្លើយថាទៀនប្រក់មកហើយអាខិលថាមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកងសម្ពុតអាវវល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូរួចបានប៉ុន្មានឲ្យវាយកទៅចុះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូច
ក៏ខឹងនឹងខ្មោចសិទ្រីស្លាប់ហើយចេះស្ដីហៅអាចារ្យឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមួយម៉ាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកន្ទេលពូខ្នល់ខ្នើយភេមទុថាសចានល្អអំបិលប្រហុក4ក្រឡាក់អង្គបាមការុងដាក់ផ្ទុកទៅឲ្យអាខូចអាខិលបង្វិលរទេសយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ចូលទាំងប្រុសទាំងស្រីហើយក៏ដឹកក្របីមួយនឹមទឹងរទេសប្រគល់ឲ្យអាខូចទៅអានោះត្រេកអរឡើងបររទេសចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តល្បិតខឹងនឹងស្ដាយអាខិលលួចនេះឯងលោកតាមទៅបន្តិចក៏តន់រទេសហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែតក់នឹងឃ្លានបាយបើឈប់ដណ្ដើមបាយនៅរៀងឯក្រៃមិនស្ងាត់ខ្លាចចូលតាមមកប្លន់យកទ្រព្យមួយរទេសបើដូច្នោះឯងឈប់ចាំឯងទៅសុំបាយគេស៊ីខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលីបាយឯងពលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងអាមួយនៅចាំរទេសក៏ធ្វើខ្វល់ដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ងាសម្លឹងគេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់អាយមានទាំងត្រីអាំងផងអានោះក៏លាគេដល់ចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងឯងក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីទៅនឹងស្កាំអាសារពើថ្នាំក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេសចូលព្រៃរទេករតោកទៅជ្រកក្នុងទឹកត្រពាំងបញ្ឆាំងចាប់ខ្សែទៀមដេកតាមទឹកទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបាឡៃយកទៅរបស់ខ្លួនក្រែងបំបានសុខក៏រឹងរទេសសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅវិញហើយក៏ពិសោធន៍មាយាតាប្រពន្ធដោយគិតថាបើលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយដើរទៅបរផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួឯកមិញមានសត្វក្អែកមួយហើយចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រជាគេវាបាយការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកឯងទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែក2ហើយចេញពីក្តិតប្តីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លើសតគ្នាតារាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រក្សត្រទ្រង់ចាត់ប្រាអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្តព្រោះដបិតឃើញទ្រព្យច្រើនណាស់បុរសនោះក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេសយកមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំងសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់